ប្រធានាធិបតីថ្មីរបស់មីយ៉ាន់ម៉ាមានបំណងស្ដារទំនាក់ទំនងជាមួយអាស៊ានឡើងវិញយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters បានឲ្យដឹងថាលោកមិនអង្លៀងប្រធានាធិបតីថ្មីរបស់ប្រទេសមីយ៉ាន់ម៉ាបានថ្លែងក្នុងពិធីចូលកាន់តំណែងកាលពីថ្ងៃសុក្រថារដ្ឋាភិបាលរបស់លោកកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនហើយមានបំណងស្ដារកេរ្តិ៍ឈ្មោះប្រទេសលើឆាកអន្តរជាតិឡើងវិញជាពិសេសគឺការធ្វើទំនាក់ទំនងជាមួយប្លុកអាស៊ានឲ្យមានភាពប្រក្រតីបន្ទាប់ពីត្រូវបានគេផាត់ចេញអស់រយៈពេល5ឆ្នាំអតីតមេបញ្ជាការយោធារូបនេះដែលជាអ្នកដឹកនាំរដ្ឋប្រហារឆ្នាំ2021បានសន្យានឹងជំរុញការវិនិយោគពីបរទេសនិងកំណែនសេដ្ឋកិច្ចតាមរយៈផែនការយុទ្ធសាស្ត្ររយៈពេលវែងបើទោះបីជាប្រទេសកំពុងស្ថិតក្នុងស្ថានភាពសង្គ្រាមស៊ីវិលនិងរងទណ្ឌកម្មអន្តរជាតិក៏ដោយនៅក្នុងសន្ទរកថាដែលមានរយៈពេលខ្លីជាង20នាទីលោកមិនអង្លៀងបានលើកឡើងថាមីយ៉ាន់ម៉ាកំពុងដើរលើផ្លូវឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យនិងសហព័ន្ធនិយមប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតអំពីវិធានការជាក់លាក់ដើម្បីបញ្ចប់ជម្លោះផ្ទៃក្នុងឬការចោទប្រកាន់អំពើឃោរឃៅប្រឆាំងនឹងជនស៊ីវិលដែលយោធាតែងតែបដិសេធនោះទេការឡើងកាន់តំណែងជាប្រធានាធិបតីស៊ីវិលក្នុងវ័យ69ឆ្នាំរបស់លោកកើតឡើងបន្ទាប់ពីការបោះឆ្នោតមួយដែលត្រូវបានក្រុមអ្នករិះគន់នឹងរដ្ឋាភិបាលបច្ចឹមប្រទេសចាត់ទុកថាជាការរៀបចំដើម្បីបន្តអំណាចយោធាក្រៅពីការបដិញ្ញាស្ដារទំនាក់ទំនងជាមួយអាស៊ានលោកក៏បានបង្ហាញពីលទ្ធភាពនៃការផ្ដល់ការលើកលែងទោសដ៏សមស្របដើម្បីជំរុញការផ្សះផ្សាជាតិខណៈដែលអ្នកទោសនយោបាយរាប់ពាន់នាក់រួមទាំងលោកស្រីអ៊ុងសាងស៊ូជីនៅតែបន្តជាប់ឃុំឃាំងនៅឡើយជាចុងក្រោយលោកបានអំពាវនាវឲ្យប្រជាជនរួបរวมគ្នាដើម្បីនាំមកនូវស្ថិរភាពនិងការអភិវឌ្ឍសម្រាប់ប្រទេសជាតិឡើងវិញខ្ញុំបាទស៊ីណាតពីរំលេច News TV ចុងភៅហេងមេងឡាយសូមស្វាគមន៍ប្រូម៉ូសិនពិសេសពីចុងភៅហេងមេងឡាយមានហ្វ្រីជូនរហូតដល់ទៅ15មុខនិងភោជនីយដ្ឋានសម្រាប់គូស្វាមីភរិយាថ្មី25គូដំបូងដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍និងពិសាភោជនីយអាហារនៅភោជនីយដ្ឋានចាប់ពី40តុ60តុនិង80តុប្រញាប់រស់រានឡើងកម្មវិធីពិសេសនេះផ្ដល់ជូនត្រឹមតែ25គូដំបូងតែប៉ុណ្ណោះសូមតាក់ទងមកកាន់ហាងយើងខ្ញុំតាមរយៈ Telegram អាសយដ្ឋានផ្ទះលេខ96ផ្លូវ 3BT សង្កាត់បឹងទំពុន1ខណ្ឌមានជ័យរាជធានីភ្នំពេញឬតាក់ទងតាមរយៈទំព័រ Facebook Page ផ្លូវការហេងមេងឡាយ